បាត់ហើយម៉ែបាត់ហើយនាំម្នាងទៅកូនបាត់រដូវប្រហែលថ្ងៃអីអូនចាចិត្ត1ខែអ្នកគ្រូពេទ្យល្អណាស់ដែលអ្នកមកមណ្ឌលសុខភាពក្នុងអំឡុងខែទី1បន្ទាប់ពីបាត់រដូវការមកពិនិត្យផ្ទៃពោះបានឆាប់ធ្វើឲ្យនារីទទួលបានសេវាពិនិត្យផ្ទៃពោះចាំបាច់នានាក្នុងអំឡុងខែទី1បន្ទាប់ពីបាត់រដូវដោយជាថ្នាំបង្ការជំងឺតេតាណូសជំងឺជាដើមត្រូវហើយថ្នាំបង្ការជំងឺតេតាណូសអាចការពារបានទាំងម្ដាយនិងទារករួចផុតពីការស្លាប់ដោយសារជំងឺតេតាណូសកុំភ្លេចណាក្នុងអំឡុងខែទី1បន្ទាប់ពីបាត់រដូវនារីក្នុងវ័យបន្តពូជដែលរៀបការរួចឬមានដៃគូទាំងអស់សូមប្រញាប់ទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពយើងចាំអ្នកនៅទីនេះបាត់រដូវភ្លាមទៅមណ្ឌលសុខភាព